ការវិខ្ចប់ឲ្យបានត្រឹមត្រូវដើម្បីរក្សាបាននៅសណ្ដាប់ធ្នាប់អនាម័យបរិស្ថានល្អការលក់ដូរសំណល់រិញនិងសំណល់រីនេះយើងត្រូវចែកជាពីរទី1សំណល់រិញគឺយើងវិខ្ចប់ឲ្យបានស្អាតហើយយកទៅដាក់នៅទូធំសម្រាមដើម្បីងាយស្រួលក្រុមការងារវិស័យលោកដឹកចេញហើយសំណល់រាវនោះគឺមានទឹកត្រីទឹកស៊ីអ៊ីទឹកខ្ចប់ឲ្យបានស្អាតហើយយកទៅដាក់នៅក្នុងធុងសម្រាមដើម្បីចិត្តបងប្អូនការលក់ដូរនៅក្នុងស្តង់មួយគឺធ្វើណាយើងគ្រប់តាមការចំរបស់រដ្ឋាភិបាលខាងមុនទៅតែការកំណត់ទាំងអស់យកសំភារៈផ្សេងមកដាក់នៅខាងក្រៅស្តង់ទីដូចតុបតៃធុងក្លាស៊ីដាក់នៅឡាគឺយើងធ្វើយ៉ាងណាដើម្បីរក្សាឲ្យបាននៅសណ្ដាប់ធ្នាប់សន្តិភាពនៅទីតាំងដែលយើងលក់ដូរនេះជាមានការបង្កភាពដាក់លក់ដូរតាមការកំណត់របស់រដ្ឋបាលខណ្ឌដែលបានមានជួរមានបន្តត្រឹមត្រូវមិនត្រូវយកសម្ភារៈផ្សេងមកដាក់នៅលើសួនច្បារលើស្មៅលើគុំផ្កាដែលងាយបង្កឲ្យខូចខាតបាត់បង់ឬក៏ធ្វើឲ្យស្មៅនិងផ្កានោះងាប់ទេក្នុងករណីនេះប្រសិនណាបងប្អូនមួយចំនួនដែលមិនគោរពតាមការណែនាំរបស់ពួកបងប្អូនណាដែលនៅក្នុងរូបហើយសូមឲ្យកម្លាំងសន្តិសុខសម្រាប់ធ្នាប់យើងពិនិត្យលើទីតាំងណាដែលគាត់មិនគោរពតាមការរៀបចំរបស់រដ្ឋបាលខណ្ឌគឺសូមឲ្យមានវិធានការនិងមកអូនសម្ភារៈនោះធ្វើកិច្ចសន្យាអប់រំឲ្យមានដាក់ជាអក្សរ1លើក2លើក3លើកគឺត្រូវបញ្ឈប់ការលក់ដូរនេះជាស្វ័យប្រវត្តិទី3ទៀតចំពោះបងប្អូនដែលលក់ដូរប្រទេសចល័តដែលមានចល័តសូមឲ្យក្រុមការងារសន្តិសុខសម្រាប់ធ្នាប់ប្រយុទ្ធយុទ្ធនេះមានការវិធានការចំពោះដែលលក់ដូរចល័តណាហើយយើងដកហូតទៅហើយយកមករក្សាទុកនៅនឹងកន្លែងទីតាំងយើងនេះហើយចប់ម៉ោង
เนี่ยชนเลยเนี่ย